គន្លឹះទាំង5ដើម្បីកសាងទំនាក់ទំនងល្អនៅក្នុងក្រុមពាក្យចាស់ពោលថាបើចង់ដើរឲ្យលឿនត្រូវដើរម្នាក់ឯងតែបើចង់ដើរឲ្យបានឆ្ងាយត្រូវដើរជាក្រុមភាពជោគជ័យពិតប្រាកដមិនកើតចេញពីមនុស្សម្នាក់នោះទេតែវាជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងការជឿជាក់លើគ្នាទៅវិញទៅមកសម្រាប់ក្រុមដែលរឹងមាំមិនមែនជាក្រុមដែលគ្មានបញ្ហានោះទេប៉ុន្តែគឺជាក្រុមដែលហ៊ានប្រឈមមុខនឹងបញ្ហាជាមួយគ្នាហើយផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកគ្រប់ពេលវេលាខាងក្រោមនេះគឺជាគន្លឹះទាំង5ដើម្បីកសាងទំនាក់ទំនងល្អនៅក្នុងក្រុមចំណុចទី1ការប្រស្រ័យតាក់ទងដោយភាពស្មោះត្រង់និងបើកចំហមូលដ្ឋានគ្រឹះនៃក្រុមដែលរឹងមាំគឺការនិយាយគ្នាដោយត្រង់ទៅវិញទៅមកនិងមានតម្លាភាពចូលបង្កើតបរិយាកាសមួយដែលសមាជិកគ្រប់រូបហ៊ានបញ្ចេញមតិយោបល់មិនថាជាការរិះគន់ឬការផ្ដល់យោបល់ថ្មីនោះទេការចែករំលែកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយជួយកាត់បន្ថយការសង្ស័យនិងការយល់ច្រឡំនៅពេលគ្រប់គ្នាដឹងពីអ្វីដែលកំពុងកើតឡើងពួកគេនឹងមានអារម្មណ៍ថាខ្លួនជាផ្នែកមួយដ៏សំខាន់នៃក្រុមហើយនឹងមានការបដិញ្ញាចិត្តខ្ពស់ក្នុងការសម្រេចការងារឲ្យបានល្អចំណុចទី2ការកសាងទំនុកចិត្តតាមរយៈសកម្មភាពទំនុកចិត្តមិនមែនកើតឡើងដោយឯងនោះទេវាត្រូវបានកសាងតាមរយៈភាពជឿជាក់លើគ្នាទៅវិញទៅមកដើម្បីឲ្យក្រុមទុកចិត្តអ្នកត្រូវធ្វើជាមនុស្សដែលនិយាយម៉ាត់ណាម៉ាត់នោះប្រសិនបើអ្នកសន្យាថានឹងបញ្ចប់ការងារនៅថ្ងៃត្រង់អ្នកត្រូវធ្វើឲ្យបាននៅពេលសមាជិកម្នាក់អាចពឹងផ្អែកលើគ្នាបានភាពតានតឹងនឹងថយចុះហើយកិច្ចសហប្រតិបត្តិការនឹងមានភាពរលូនការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកក៏ជាវិធីសាស្ត្រដ៏ល្អនៅក្នុងការបង្កើតទំនុកចិត្តឲ្យកាន់តែស៊ីជម្រៅផងដែរចំណុចទី3ការឲ្យតម្លៃលើភាពខុសគ្នានិងចំណុចខ្លាំងក្រុមដែលមានប្រសិទ្ធភាពគឺជាក្រុមដែលចេះទាញយកប្រយោជន៍ពីភាពខុសគ្នានៃសមាជិកមនុស្សម្នាក់មានចំណុចខ្លាំងចំណុចខ្សោយនិងបទពិសោធន៍មិនដូចគ្នាទេជំនួសឲ្យការបង្ខំឲ្យគ្រប់គ្នាធ្វើដូចគ្នាចូលរៀនស្វែងយល់និងឲ្យតម្លៃលើជំនាញពិសេសរបស់មិត្តរួមក្រុមម្នាក់នៅពេលដែលអ្នកឲ្យតម្លៃលើគំនិតដែលខុសពីខ្លួនឯងវានឹងបង្កើតឲ្យមានការច្នៃប្រឌិតថ្មីការដាក់ការងារឲ្យត្រូវនឹងជំនាញរបស់សមាជិកមិនត្រឹមតែជួយឲ្យការងារលឿនប៉ុណ្ណោះទេប៉ុន្តែវាធ្វើឲ្យសមាជិកម្នាក់មានមោទនភាពចំពោះការងាររបស់ខ្លួនផងដែរចំណុចទី4ការដោះស្រាយទំនាស់ដោយសន្តិវិធីនិងវិជ្ជាជីវៈនៅក្នុងការធ្វើការងារជាមួយគ្នាការខ្វែងគំនិតគ្នាគឺជារឿងដែលមិនអាចជៀសផុតបានទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់គឺរបៀបដែលអ្នកដោះស្រាយវាចូលផ្ដោតលើបញ្ហាជាជាងបុគ្គលនៅពេលដែលទំនាស់ចូលជជែកគ្នាដោយប្រើហេតុផល
និងស្វែងរកចំណុចរួមដើម្បីដោះស្រាយតាមវិធានឈ្នះឈ្នះការទុកឲ្យបញ្ហានៅរ៉ាំរ៉ៃនឹងធ្វើឲ្យបរិយាកាសនៅក្នុងក្រុមមានជាតិពុលការហ៊ាននិយាយនិងដោះស្រាយបញ្ហាភ្លាមៗដោយចិត្តទូលាយនឹងធ្វើឲ្យទំនាក់ទំនងនៅក្នុងក្រុមរឹតតែរឹងមាំជាងមុនចំណុចទី5ការអបអរសាទរជោគជ័យនិងការផ្ដល់កម្លាំងចិត្តកុំចាំទាល់តែសម្រេចបានគម្រោងធំទើបអបអរសាទរជាមួយគ្នាការទទួលស្គាល់ស្នាដៃតូចតាចជារៀងរាល់ថ្ងៃគឺជាការលើកទឹកចិត្តដ៏មានឥទ្ធិពលដូចជាការនិយាយពាក្យសរសើរដោយសេចក្តីស្មោះត្រង់ឬការជួបជុំគ្នាញ៉ាំអាហារសម្រន់ក្រោយបញ្ចប់ការងារដ៏ហត់នឿយវាជួយបង្កើតភាពស្និទ្ធស្នាលនិងស្មារតីក្រុមនៅពេលដែលសមាជិកម្នាក់ៗមានអារម្មណ៍ថាការខិតខំរបស់ពួកគេត្រូវបានគេមើលឃើញនោះពួកគេនឹងមានថាមពលនៅក្នុងការតស៊ូជាមួយគ្នាដើម្បីសម្រេចគោលដៅធំៗនៅថ្ងៃខាងមុខជាចុងក្រោយថ្ងៃនេះចូលកុំភ្លេចផ្ញើសារអរគុណឬផ្ដល់ស្នាមញញឹមដល់មិត្តរួមក្រុមរបស់អ្នកផងដែរតើអ្នកអាចឆ្លើយបានទេថាតើអ្វីជាលក្ខណៈសម្បត្តិមិត្តរួមក្រុមរបស់អ្នកដែលអ្នកចូលចិត្តបំផុតសូមធ្វើការចែករំលែកជាមួយនឹងមតិរបស់អ្នកនៅក្នុងខមមិនខាងក្រោមសូមអរគុណ